សេចក្តីបង្រៀនស្នូល4ប្រការរបស់បណ្ឌិត Albert Benjamin Simpson ដែលលោកជាស្ថាបនិកដំបូងបំផុតនៃអង្គការ CNMA នៅចុងសតវត្សទី19សេចក្តីបង្រៀនស្នូល4ប្រការនោះត្រូវបានគេចាត់ទុកថាជាដំណឹងល្អ4ប្រការរបស់បណ្ឌិត Simpson តើសេចក្តីបង្រៀនស្នូលទាំង4ប្រការឬក៏ដំណឹងល្អទាំង4ប្រការដែលលោក Simpson បានបង្កើតឡើងនោះផ្អែកលើបទគម្ពីរអ្វីខ្លះនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកម្ដងមួយមកចែកចាយលោកអ្នកបងប្អូនឲ្យបានស្គាល់ទាក់ទងទៅនឹងសេចក្តីបង្រៀនស្នូល4ប្រការនេះកាលពីវីដេអូមុនខ្ញុំបានចែកចាយពីប្រវត្តិដើមរបស់បណ្ឌិត Simpson ដែលលោកគឺជាអ្នកបើកផ្លូវដំបូងបំផុតនៃនិកាយ CMA សប្តាហ៍ថ្ងៃនេះលោកបានដោះចេញពីនិកាយ Presbyterian បានរីកចម្រើនជំនឿនៅក្នុងនិកាយ Presbyterian ហើយគឺជានិកាយដែលនិយមសេចក្តីបង្រៀន5ប្រការរបស់លោក John Calvin នៅចុងសតវត្សទី19លោកបានចាក់ចែងពីក្របខ័ណ្ឌជាគ្រូអធិប្បាយប្រចាំនិកាយ Presbyterian នោះលោកបានបង្កើតជាអង្គការគ្រីស្ទានមួយដែលមានឈ្មោះថាគ្រីស្ទាននិងសម្ព័ន្ធបេសកជនផ្សាយដំណឹងល្អដែលហៅកាត់ថា CNMA ក្នុងខណៈដែលលោកបង្កើតអង្គការថ្មីមួយនេះលោកបានបង្កើតសេចក្តីបង្រៀនស្នូលប្រចាំអង្គការរបស់លោកគឺជាសេចក្តីបង្រៀនស្នូល4ប្រការដែលត្រូវបានគេស្គាល់ថាជាដំណឹងល្អ4ប្រការរបស់បណ្ឌិត Simpson សេចក្តីបង្រៀនស្នូល4ប្រការនោះគឺជាយុទ្ធសាស្ត្រប្រចាំអង្គការ CNMA ក្នុងការធ្វើការប្រកាសដំណឹងល្អទៅបណ្ដាប្រទេសនានានៅក្នុងពិភពលោកនិងបង្កើតពួកជំនុំនៅក្នុងពិភពលោករួមទាំងប្រទេសកម្ពុជាយើងផងដែរសេចក្តីបង្រៀនស្នូលទាំង4ប្រការនោះត្រូវបានបង្ហាញជារូបភាពនៅក្នុងនិមិត្តសញ្ញានៃអង្គការ CNMA ទុកជាអត្តសញ្ញាណប្រចាំអង្គការនោះហើយត្រូវបានគេស្គាល់ថាជាដំណឹងល្អ4ប្រការដែលផ្ដោតសំខាន់លើអង្គព្រះយេស៊ូវទាំង4ផ្នែកនៅក្នុងដំណឹងល្អទាំង4នៅក្នុងប្រការទាំង4នោះរួមមានទី1ទ្រង់គឺជាព្រះសង្គ្រោះប្រការនេះគឺផ្អែកលើបទគម្ពីរលូកាហើយលោកបានតាំងឈើឆ្កាងទុកជាបេះដូងនៃនិមិត្តសញ្ញារួមទាំង4ប្រការលោកបានបង្រៀនថាព្រះយេស៊ូវគឺជាព្រះដែលយកនិស្ស័យជាកូនមនុស្សហើយសគត់នៅលើឈើឆ្កាងទ្រង់មានព្រះជន្មរស់ពីសគត់ឡើងវិញទ្រង់យាងឡើងទៅឋានសួគ៌ក្នុងរូបកាយឧត្តមរបស់ទ្រង់ហើយទ្រង់នឹងយាងត្រឡប់មកវិញនៅលើផែនដីជាថ្មីម្ដងទៀតនៅលើផែនដីនេះគ្មាននាមឈ្មោះណាទៀតដែលត្រូវបានប្រគល់មកលើផែនដីដើម្បីឲ្យជួយសង្គ្រោះអំពើបាបរបស់មនុស្សនៅលើផែនដីនេះបានទេគឺមានតែទ្រង់មួយប៉ុណ្ណោះដែលជាព្រះសង្គ្រោះពិភពលោកទាំងមូលប្រការទី2ទ្រង់គឺជាព្រះដែលញែកយើងចេញជាបរិសុទ្ធនៅក្នុងប្រការនេះលោកបានផ្អែកលើបទគម្ពីរយ៉ូហានដែលបទគម្ពីរនោះបានផ្ដោតលើភាពជាព្រះរបស់ទ្រង់ប្រការនេះបណ្ឌិត Simpson លោកបានតាំងរូបចានខ្លាំជានិមិត្តសញ្ញាគឺជារូបចានខ្លាំដែលលោកម៉ូសេបានសាងសង់នៅឯទីរហោស្ថានភ្នំស៊ីណាយជាចានដែលលោកបានសាងសង់ពីកញ្ចក់ស្រីលោកដែលអាចនឹងរកឃើញនៅក្នុងបទគម្ពីរនិខមនាងជាពុក38ខ8នោះគឺជាចានសម្រាប់នឹងដាក់ទឹកនៅមុខរោងឧបោសថគឺជាទឹកសម្រាប់
ពួកសង្ឃឆ្លោះមើលមុខខ្លួនឯងឆ្លោះមើលភាពកខ្វក់នៅលើមុខខ្លួនឯងហើយប្រើប្រាស់ទឹកនោះដើម្បីនឹងលាងសម្អាតភាពកខ្វក់នៅលើមុខខ្លួនមុននឹងចូលទៅកាន់ទីបរិសុទ្ធបំផុតរបស់ព្រះរូបភាពនេះមានន័យថានៅពេលដែលមនុស្សម្នាក់ទទួលជឿព្រះយេស៊ូវយាងព្រះអង្គចូលគង់នៅក្នុងជីវិតព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់នឹងយាងចូលមកគង់នៅក្នុងជីវិតព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់តែងតែបើកសម្ដែងឲ្យយើងឃើញនៅអ្វីដែលយើងបានធ្វើខុសចំពោះទ្រង់គឺព្រះបន្ទូលរបស់ទ្រង់ជាកញ្ចក់ជាទឹកជាកញ្ចក់សម្រាប់នឹងឆ្លោះមើលអ្វីដែលយើងបានធ្វើទាស់ទទឹងជាមួយនឹងទ្រង់ហើយព្រះវិញ្ញាណនោះឯងបើកសម្ដែងឲ្យយើងបានដឹងពីកំហុសទាំងនោះប្រយោជន៍ឲ្យយើងបានអនុញ្ញាតឲ្យទ្រង់ញែកយើងចេញជាបរិសុទ្ធសម្រាប់ព្រះអង្គត្បិតទ្រង់គឺជាព្រះដែលបរិសុទ្ធប្រការទី3ទ្រង់គឺជាអ្នកព្យាបាលប្រការនេះគឺលោកផ្អែកលើបទគម្ពីរម៉ាកុសត្បិតបទគម្ពីរម៉ាកុសគឺបានផ្ដោតទៅលើព្រះយេស៊ូវជាអ្នកបម្រើជាអ្នកព្យាបាលលោកបណ្ឌិត Simpson បានតាំងរូបក្អមដែលមានដៃកាន់នៅក្នុងប្រការនេះគឺជាក្អមដែលមនុស្សជំនាន់ដើមបានប្រើប្រាស់ទុកសម្រាប់ដាក់ប្រេងរុក្ខជាតិទុកសម្រាប់ប្រើប្រាស់នៅក្នុងគ្រួសាររូបភាពក្អមដាក់ប្រេងនេះគឺជារូបភាពតំណាងពីសេចក្តីត្រូវការចាំបាច់របស់មនុស្សតើមនុស្សត្រូវការអ្វីខ្លះជាការចាំបាច់នៅមនុស្សសម័យដើមគេត្រូវការប្រេងសម្រាប់នឹងដុតបំភ្លឺគេត្រូវការប្រេងសម្រាប់នឹងចម្អិនចំណីអាហារគេត្រូវការប្រេងសម្រាប់នឹងគេអប់ជាមួយនឹងផ្កាដែលមានក្លិនក្រអូបទុកជាប្រេងក្រអូបដ៏មានតម្លៃហើយក៏ជាប្រេងសម្រាប់នឹងចាក់ទៅលើអ្នកណាម្នាក់ដើម្បីនឹងតែងតាំងអ្នកនោះជាមនុស្សសំខាន់នៅក្នុងសម័យដើមរូបភាពនេះបង្ហាញពីព្រះハរតីយកចិត្តទុកដាក់របស់ព្រះចំពោះសេចក្តីត្រូវការរបស់មនុស្សកាលដែលព្រះយេស៊ូវបានចាប់ផ្ដើមបំពេញបេសកកម្មរបស់ទ្រង់3ឆ្នាំព្រះអង្គបានចាប់ផ្ដើមដោយការព្យាបាលព្រះអង្គបានចាប់ផ្ដើមដោយការអស្ចារ្យជាច្រើនព្រះអង្គព្យាបាលអ្នកជំងឺព្រះអង្គប្រោះមនុស្សខ្វិនឲ្យបានជាព្រះអង្គប្រោះមនុស្សខ្វាក់ឲ្យបានភ្លឺមនុស្សថ្លង់ពីកំណើតឲ្យបានស្ដាប់ឮសុទ្ធសឹងជាជំងឺដែលមិនគ្រូពេទ្យនៅលើផែនដីនេះគ្មានលទ្ធភាពដើម្បីនឹងព្យាបាលប៉ុន្តែព្រះអង្គបានចាប់ផ្ដើមព្យាបាលពួកគេឲ្យបានជាសះស្បើយនេះគឺជាទង្វើនៃភាពជាអ្នកបម្រើព្រះយេស៊ូវព្រះអង្គជាអ្នកព្យាបាលមនុស្សនៅលើផែនដីនេះមានសេចក្តីត្រូវការចាំបាច់មួយដែលគេអត់ដឹងតើសេចក្តីត្រូវការចាំបាច់នោះជាអ្វីគឺជាការដែលជួយខ្លួនឲ្យបានរួចពីអំពើបាបប្រការនេះលោកចង់បង្ហាញថាមនុស្សទាំងអស់នៅលើផែនដីនេះសុទ្ធតែជាប់នៅក្នុងអំណាចនៃអំពើបាបដែលពួកគេមិនអាចនឹងដោះស្រាយដោយខ្លួនឯងបានប៉ុន្តែព្រះយេស៊ូវជាអ្នកបម្រើដែលទ្រង់អាចនឹងជួយព្យាបាលជំងឺអំពើបាបរបស់យើងបានគឺព្រះអង្គជាអ្នកដែលអាចនឹងជួយឲ្យយើងបានរួចពីអំពើបាបដោយគ្រាន់តែដាក់ចិត្តជឿព្រះអង្គដោយគ្រាន់តែទុកចិត្តលើព្រះអង្គប៉ុណ្ណោះប្រការទី4ជាប្រការចុងក្រោយព្រះយេស៊ូវគឺជាស្ដេចដែលនឹងត្រូវយាងមកលើផែនដីជាថ្មីម្ដងទៀតនៅក្នុងប្រការនេះលោកបានផ្អែកលើបទគម្ពីរម៉ាថាយ
ត្បិតបទគម្ពីរនោះគឺផ្ដោតទៅលើអង្គព្រះយេស៊ូវគឺជាស្ដេចប្រការនេះបណ្ឌិត Simpson បានតាំងរូបមកុដជាគ្រឹះនៃនិមិត្តសញ្ញាឯទៀតដែលនៅជុំវិញគឺជានិមិត្តសញ្ញានៃឈើឆ្កាងនិមិត្តសញ្ញានៃចានក្លាំនិមិត្តសញ្ញានៃក្អមហើយនឹងនិមិត្តសញ្ញាជាមកុដនេះគឺជាគ្រឹះនៃនិមិត្តសញ្ញាទាំងនោះដំណឹងល្អតាមរយៈលោកម៉ាថាយបានផ្ដោតលើព្រះយេស៊ូវគឺជាស្ដេចដែលបានយកកំណើតជាមនុស្សនៅក្នុងរាជវង្សរបស់ស្ដេចដាវីតទ្រង់ត្រូវបានសគត់ដោយព្រោះអំពើបាបរបស់មនុស្សទ្រង់មានប្រជញ្ញរស់ពីសគត់ឡើងវិញហើយទ្រង់យាងឡើងទៅឋានសួគ៌ក្នុងរូបភាពឧត្តមរបស់ទ្រង់សន្យាថានឹងយាងត្រឡប់មកលើផែនដីជាថ្មីម្ដងទៀតគឺទ្រង់នឹងយាងមកសោយរាជជាស្ដេចនៅលើផែនដីនេះគឺជាស្ដេចដែលសោយរាជនៅលើផែនដីដែលពោពេញទៅដោយសន្តិភាពព្រះយេស៊ូវគឺជាស្ដេចសេចក្តីបង្រៀនស្នូលទាំង4ប្រការនេះហើយដែលអង្គការ CNMA ទុកជាយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងការផ្សាយដំណឹងល្អនិងបង្កើតពួកជំនុំតាមបណ្ដាប្រទេសនានានៅក្នុងពិភពលោកហើយប្រទេសកម្ពុជាយើងក៏បានទទួលឥទ្ធិពលពីយុទ្ធសាស្ត្រនេះដែរសេចក្តីបង្រៀននេះត្រូវបានគេចាត់ទុកថាជាដំណឹងល្អ4ប្រការរបស់បណ្ឌិត Albert Benjamin Simpson ដែលជាស្ថាបនិកដើមរបស់អង្គការ CNMA ហេតុនេះហើយបានជាមនុស្សខ្លះរាប់ថានិកាយ CMA គឺជានិកាយដំណឹងល្អគឺដោយព្រោះហេតុនេះហើយសូមអរគុណដែលបានចំណាយពេលទស្សនាវីដេអូរបស់ខ្ញុំសូមព្រះប្រទានពរដល់អ្នកដែលបានទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយ